សួស្តីទាំងអស់គ្នានេះគឺជាវីដេអូអប់រំដែលបង្ហាញអំពីការសរសេរកូដដើម្បីបង្កើតទៅជា web application មួយដែលអនុញ្ញាតឲ្យយើង upload markdown file ហើយធ្វើការសួរសំណួរទាក់ទងជាមួយនឹង markdown file ដែលយើងបាន upload ទៅនៅក្នុងផ្នែកចុងក្រោយនៃវីដេអូនេះអ្នកទាំងអស់គ្នានឹងទទួលបាន web application មួយដែលអ្នកទាំងអស់គ្នាអាច upload markdown file រួចធ្វើការសួរសំណួរថាជាលក្ខណៈ chat រវាងយើងជាមួយនឹង AI របស់យើងបាទយើងនឹងទទួលបានចុងក្រោយគឺយើងនឹងទទួលបាន web application បែបនេះដែលយើងអាច interact ជាមួយនឹង LLM ដែល LLM មានព័ត៌មានទាក់ទងជាមួយនឹង markdown file របស់យើងចឹងនៅទីនេះខ្ញុំនៅក្នុង working directory ដែលខ្ញុំបានបង្កើតនៅក្នុងវីដេអូមុនទាក់ទងជាមួយនឹងការនិយាយអំពីប្រព័ន្ធ RAG ដែលពេលនោះខ្ញុំ run code ជាលក្ខណៈ interactive ដែលខ្ញុំបានបង្កើត script main.py ហើយនៅក្នុងវីដេអូនេះយើងនឹងបង្កើតជា app វិញដោយយើងប្រើប្រាស់ Streamlit package ចឹងនៅក្នុង working directory ចាស់អ្នកទាំងអស់គ្នាគ្រាន់តែដំឡើងបន្ថែមគឺទី1គឺយើងត្រូវការដំឡើង Streamlit dependency បន្ទាប់ពីយើងដំឡើង Streamlit ហើយយើងអាចចាប់ផ្ដើមបើក script របស់យើងគឺ script ចាស់ទេគឺ main.py ហើយខ្ញុំនឹងធ្វើការ save as app.py អញ្ចឹង script មួយនេះបានបដូរមកជា script ដែលខ្ញុំពងបើកនេះគឺបានបដូរមកជា app.py ហើយអញ្ចឹងខ្ញុំអាចmodify វាតែម្ដងដើម្បីអភិវឌ្ឍជា Streamlit application អញ្ចឹងសម្រាប់វីដេអូនេះយើងចាប់ផ្ដើមដោយយើងកែកុនកូដចាស់ដែលយើងមានអញ្ចឹងនៅទីនេះខ្ញុំនឹង copy កូដមួយចំនួនដូចជាកន្លែងនេះយើងនឹង copy វាឡើងទៅលើហើយខ្ញុំនឹងបង្កើតទៅជា wrapper មួយដែលយើងអាចប្រើប្រាស់ក្នុងការពេលដែលយើងឲ្យ prompt ទៅគឺវាផ្ដល់ជាចម្លើយតាមរយៈការ invoke LLM ចឹងខ្ញុំអាចហៅ class នេះបានថាជា LLM wrapper ចឹងយើង init function ទៅមកទៀតសម្រាប់ attribute យើងមាន set.model set.tokenizer ចឹងគឺវាដូច local embedding ដែរគឺយើងមានពីរ attribute គឺ set.model ហើយនិង set.tokenizer បន្តមកទៀតយើងអាច implement function សម្រាប់ process prompt ក្នុងនេះខ្ញុំឲ្យឈ្មោះ function ហ្នឹងថា --call តែម្ដងអញ្ចឹងបាទកន្លែងនេះគឺបន្ថែម prompt type របស់វាជា string return type របស់ជា string ដែរហើយយើងទទួលបានពីណាគឺយើងទទួលបានអំពីការកែកូដចាស់របស់យើងបាទចឹងនេះយើង return កន្លែងនេះយើងប្រើប្រាស់ set.tokenizer ហើយកន្លែងនេះគឺយើងប្រើប្រាស់ set.model set.tokenizer ចឹងសម្រាប់ wrapper ទាក់ទងជាមួយ LLM យើងរៀបចំហើយបន្តមកទៀតយើងរៀបចំ function ដែលយើងបានសរសេរក្នុងការប្រើប្រាស់ dependency ជាមួយនឹង LangChain ដើម្បីបង្កើតទៅជា vector store ហើយនិង retriever ចឹងកន្លែងនេះខ្ញុំចង់បង្កើត function 2 function ទី1គឺ def get chunks ដែល function នោះគឺយក file path ជា argument ហើយវា return ជា chunk អញ្ចឹងខ្ញុំនឹងកែកូដចាស់បើអញ្ចឹង
កន្លែងនេះគឺខ្ញុំដូរទៅជា return តែម្ដងហើយ dependency ខ្ញុំយកឡើងទៅលើចុះមានកន្លែងនេះមួយនិងកន្លែងនេះមួយបាទអញ្ចឹងយើងឲ្យ file get chunks សំដៅយើងឲ្យ function get chunks អញ្ចឹងអានេះយើងអត់ត្រូវការ file path ខ្ញុំលុបចោលបន្តមកទៀតខ្ញុំចង់បង្កើត function មួយទៀត get retriever ដែល argument របស់ get retrievers សំដៅដែល argument របស់ get retriever គឺ chunks ចំណុច chunks ខ្ញុំការកត់បាត់ទៅនេះអត់ប្រើទេកន្លែងនេះខ្ញុំ return import យកទៅដាក់លើបាទអញ្ចឹង retriever យើងបានចប់ហើយតាក់ទងជាមួយនឹងកន្លែងបង្កើត prompt template នេះខ្ញុំនឹងប្រើប្រាស់វានៅពេលបន្តិចទៀតអញ្ចឹងខ្ញុំ comment វាចោលសិន answer អត់ប្រើទេអញ្ចឹងកូដចាស់យើងកែប៉ុណ្ណឹងបន្តមកទៀតយើងនឹងចាប់ផ្ដើមប្រើប្រាស់ Streamlit ដើម្បីបង្កើតជា web application របស់យើងអញ្ចឹងខ្ញុំត្រូវការ import វាមកខ្ញុំ import Streamlit as st អញ្ចឹង Streamlit នឹងអនុញ្ញាតឲ្យយើងបង្កើតជា application ដែលប្រើប្រាស់ Python code អញ្ចឹងទី1ខ្ញុំគ្រាន់តែបង្កើត application ដោយអញ្ចឹងខ្ញុំប្រើប្រាស់ function title ដើម្បីអនុញ្ញាតឲ្យខ្ញុំបង្កើត application មាន header នៅកណ្ដាលក្នុងនោះខ្ញុំនឹងដាក់ថា chat with your markdown file ចឹងនៅពេលដែលយើង run code ហ្នឹងទៅគឺនឹងមាន load application ហើយមាន title chat with your markdown file បន្តមកទៀតខ្ញុំចង់បន្ថែមជាកន្លែងមួយដែលយើងអាច upload markdown បានចឹងដើម្បីធ្វើយ៉ាងបានខ្ញុំបង្កើតជា variable មួយឈ្មោះថា md file ដែលស្មើទៅនឹង st.file uploader ក្នុងនោះយើង specify ទី1គឺ prompt ទៅកាន់ user ជាង prompt ថាម៉េច please upload your markdown file here បន្តមកទៀតយើង specify ថាតើប្រភេទ extension របស់ file ដែល upload ហ្នឹងគឺមាន extension ស្មើអីគេអញ្ចឹងមានកន្លែងនេះ specify type ស្មើទៅនឹងអញ្ចឹងសម្រាប់ markdown file វាអាចមាន md អាចមាន md អក្សរធំវាអាចមាន extension វាដាក់ថា markdown តែម្ដងឬក៏ omd សម្រាប់ markdown all studio អញ្ចឹងនៅពេលដែលខ្ញុំដាក់ប៉ុណ្ណេះអញ្ចឹងខ្ញុំបាន web application ដែលមាន title កណ្ដាលហើយមានកន្លែងសម្រាប់ upload file អញ្ចឹងកន្លែងនេះខ្ញុំអាចចង condition ថាបើសិនជាមាន file upload មកពេលខ្ញុំសរសេរ if md file មានន័យថា if md file is not none អញ្ចឹងបើវាមាន file យើងអាចប្រើ message unfold st.info ហើយយើងឲ្យសារអញ្ចឹងណាអីគេ uploaded file អូខេហើយបើ else យើងឲ្យជាព័ត៌មានដែរថា please upload a markdown file to start checking ចឹងឥឡូវយើងអាចសាក run code ប៉ុណ្ណេះសិនបានចឹងខ្ញុំមានខាងលើនេះគ្រាន់តែជា terminal មួយដែលអាចជួយឲ្យខ្ញុំ execute code បានចឹង on the fly ចឹងឥឡូវនេះខ្ញុំនៅក្នុង demo working directory របស់ខ្ញុំហើយចឹងខ្ញុំអាច run app របស់ខ្ញុំបានហ្នឹងគឺ smooth ចឹងនៅពេលដែលយើង run ទៅបាទគឺយើងនឹងទទួលបាន application បែបនេះ chat with your markdown file កន្លែងនេះយើង upload file បានហើយនេះគឺជាសារដែលយើងប្រាប់ថាតោះតែយើង upload សិនបាទយើងអាចchat បានអញ្ចឹងខ្ញុំអាច browse ខ្ញុំ upload example.md នៅក្នុងវីដេអូចាស់បាទអញ្ចឹងវាព
ពេលដែលយើង click upload ទៅវា uploaded file វាចូលក្នុងលក្ខខណ្ឌនេះដោយសារតែមានន័យថា MD file របស់យើងវាមិនមែន none ទេវា store attribute មួយវាជា object មួយអញ្ចឹងយើងអាចបន្តទៀតបានហើយយើងពេលដែលយើងបាន MD file អញ្ចឹងកន្លែងនេះខ្ញុំពេលដែលមាន file ខ្ញុំនឹងយក file ហ្នឹងទៅបង្កើតជា vector store ហើយមានន័យថាបង្កើតជា retriever ហើយខ្ញុំ load LLM សម្រាប់ធ្វើការ process prompt របស់ user អញ្ចឹងខ្ញុំនឹងដាក់វាចូលនៅក្នុង function មួយឈ្មោះថា handle md upload អូខេអញ្ចឹងខ្ញុំនឹងបង្កើត function Python មួយគឺ handle md upload អញ្ចឹងដាក់នៅទីនេះ that upload handle upload នឹង md file អញ្ចឹងក្នុងវីដេអូដែលខ្ញុំបង្ហាញអ្នកនរគ្នាវីដេអូចាស់យើងមាន file មួយយើងដាក់ក្នុង directory ហើយយើងប្រើប្រាស់ file path ដើម្បីបង្កើតជា vector store អញ្ចឹងក្នុងនេះខ្ញុំនឹងប្រើប្រាស់ file path របស់ file ដែលយើងបាន upload ទៅប៉ុន្តែខ្ញុំអត់ចង់ឲ្យវា store នៅក្នុង local machine ទេខ្ញុំចង់និយាយថាយើងគ្រាន់តែ store file ហ្នឹង temporary សិនណាពេលដែលគេ upload file ថ្មីមកអា file ចាស់យើងលុបចោលអញ្ចឹងដើម្បីធ្វើរឿងនឹងបានខ្ញុំប្រើប្រាស់ package របស់ Python ឈ្មោះថា temp-file ហើយយើងនឹងប្រើប្រាស់ built-in មួយទៀតឈ្មោះថា os temp-file ហើយនឹង គឺ os បាទអញ្ចឹងពេលយើង import ហើយយើងអាចប្រើប្រាស់វាបានអញ្ចឹង with temp-file dot name temporary កន្លែងនេះយើង specify ថាយើងពេលយើងបង្កើតហើយយើងអត់លុបចោលទេចេះថាពេលយើងប្រើប្រាស់យើងអត់លុបអា file temporary នឹងចោលទេព្រោះបើយើងដាក់កន្លែងនេះ true មានន័យថា file path ដែលយើងនឹងប្រើប្រាស់វានឹងបាត់អញ្ចឹងកន្លែងនេះយើងត្រូវដាក់ for ទៅទៀត suffix គឺ .md កន្លែងនេះយើងដាក់ as tmp file ទី2ចឹងយើងធ្វើអីគេពេលយើងបង្កើត file នៅក្នុង temporary directory ទី1គឺយើងយកតម្លៃរបស់ file ដែលយើង upload ដាក់ចូលក្នុង file ដែលយើងត្រូវតែបង្កើតហ្នឹងចឹងយើងប្រើ tmp file.write ហើយយើងដាក់ argument ហ្នឹងគឺ md file.getValue ទៅទៀតយើង return path របស់ file ហ្នឹងគឺ tmp file.nameអូខេប៉ុន្តែខ្ញុំចង់យកអាហ្នឹងដាក់នៅក្នុងfunction មួយខ្ញុំបង្កើត function មួយតែម្ដងទៅ save tmp file md file ណាអញ្ចឹងប៉ុណ្ណឹងហើយអញ្ចឹងទៅយើងទៅ file ស្មើ save tmp បាទបន្តមកទៀតយើងមើលធ្វើដូចវីដេអូចាស់គឺយើងបង្កើតឆុងតាមរយៈ get ឆុងយើងគាត់ឲ្យហៅ function នឹងមកប្រើទេបន្តមកទៀតយើងមានអីទៀត retriever get retriever យើងដាក់ឆុងចូលហើយយើងបង្កើត LLM ស្មើ LLM wrapperហើយចុងក្រោយយើងគ្រាន់តែប្រើ unlink os.unlink អត់នេះដើម្បីកុំឲ្យវា store តាក់ទងជាមួយនឹងការ storage នៅក្នុង local machine របស់យើងបន្តមកទៀតយើងអាចថា send ជា message មួយហ្នឹងណាថា success យើងអាចដាក់ថាម៉េចថា success fully process markdown file អូខេអញ្ចឹងកន្លែងនេះយើងអាចrun code យើងម្ដងទៀតបិទក្នុង run ទៅពេលយើង set upload
វា load process បាទចឹងវាចូលក្នុងនេះហើយយើងឃើញថាកន្លែងនេះចំពោះ progressive bar នេះគឺបានដោយសារតែពេលយើង load embedding model មកគឺ MLX print នឹងឲ្យយើងហើយខាងក្រោមនេះគឺនៅពេលដែលយើង load LLM ក៏ MLX print progressive bar នឹងឲ្យយើងដែរប៉ុន្តែកន្លែងនេះមានចំណុចមួយគឺនៅពេលដែលយើង upload file ម្ដងទៀត file ដដែល sample មានអីកើតឡើងគឺ process run ភាសាវិញឡើងវិញម្ដងទៀតអញ្ចឹងខ្ញុំអត់ចង់ឲ្យរឿងនឹងកាត់ឡើងទេខ្ញុំចង់ថាបើ file ដដែលគឺយើងមិនបាច់ load model មកទេអញ្ចឹងដើម្បីធ្វើរឿងនឹងបានយើងត្រូវការ record activity នៅក្នុង session មួយអញ្ចឹងដើម្បី record activity នៅក្នុង session មួយគឺយើងប្រើ session state របស់ Streamlit អញ្ចឹងកន្លែងនេះខ្ញុំអាចសរសេរកូដបន្ថែមដើម្បីប្រាប់ទៅ Streamlit ឲ្យចងចាំឲ្យ record ទុក activity របស់ session មួយអញ្ចឹងទីនេះខ្ញុំអាចទី1គឺចង់ដឹងថា file ហ្នឹង upload ចូលហ្នឹងអញ្ចឹង if ដើម្បី save record យើងត្រូវប្រាប់សិនតើយើងត្រូវការ store អីខ្លះអញ្ចឹងទី1គឺខ្ញុំ store md file not in st.session state អូខេនឹងធ្វើអីគឺ st.session state md file ខ្ញុំស្មើ empty string ខ្ញុំធ្វើដូចគ្នាដែរសម្រាប់ retriever ខ្ញុំដាក់ឡើងហើយសម្រាប់កន្លែងនេះ LLM នេះខ្ញុំដាក់ឡើងចឹងខ្ញុំប្រាប់ទៅ Streamlit ថាមានរបស់3យ៉ាងដែលខ្ញុំត្រូវការ record ទី1គឺ MD file ទី2គឺ retriever ទី3គឺ LLM បន្ទាប់ពីប្រាប់ហើយខ្ញុំនឹងចាប់ផ្ដើមធ្វើការ assign activity ទាំងអស់ហ្នឹងនៅពេលដែលមាននៅក្នុង handle MD upload អូខេអញ្ចឹងយើងទៅកន្លែង upload នេះចឹងទី1គឺខ្ញុំត្រូវការ check ថា if st បើសិនជា file ហ្នឹងបាន upload ហើយ file ហ្នឹងមិនទាន់ upload ទេចាំយើងធ្វើការ process file ហ្នឹងអញ្ចឹងខ្ញុំអាច check condition បានទេអូខេអញ្ចឹងកន្លែងនេះខ្ញុំកែកូដទៅនេះទៅគឺវានឹងធ្វើតាម condition របស់ខ្ញុំគឺបើ file upload ថ្មីហ្នឹងអត់ទាន់ process ទេយើង process យើងបង្កើតឆង់យើងបង្កើត retriever យើងបង្កើត LLM អញ្ចឹងយើងត្រូវការ record activity ហ្នឹងចំពីនោះគឺ record session state.md file ស្មើ md file.name យើងចាំឈ្មោះអា file ដែលយើងតាម upload ថ្មីហ្នឹងទៅយើងបង្កើត retriever អញ្ចឹងកន្លែងនេះខ្ញុំដាក់ថា .session st.session state.retriever ស្មើអញ្ចឹងហើយនឹង st.session state.llm ស្មើប៉ុណ្ណេះបាទអញ្ចឹងខ្ញុំគិតថាកូដប៉ុណ្ណេះវាត្រឹមត្រូវហើយខ្ញុំអាច terminate Streamlit application ហើយខ្ញុំ run វាម្ដងទៀតអញ្ចឹងខ្ញុំអាច upload file វាពងតែ process បានជោគជ័យបើយើងមើលទៅក្នុងនេះគឺយើង load embedding model ហើយនឹង load LLM ឥឡូវបើខ្ញុំ upload ម្ដងទៀតបាទគឺអត់មានrun ម្ដងទៀតទេគឺវាអត់បាន upload ម្ដងទៀតទេអូខេអញ្ចឹងយើងអាចបន្តទៀតបានអញ្ចឹងពេលដែលយើង process ហើយយើងធ្វើឲ្យទៀតពេលដែលយើង process ហើយយើងអាចឲ្យ user chat មួយយើងបានសំដៅយើងអាចឲ្យ user chat ជាមួយនឹង application ហ្នឹងបាន
chứ nhưngបង្កើត function មួយទៀត handle user input ចឹងសម្រាប់ function នេះយើងធ្វើគឺuser input ចឹងយើងឲ្យ user ឆាតមកយើងចឹងអាចប្រើយើងសេកាច់ទេ if query define as st.chart input ហើយយើងឲ្យ prompt ទៅask questions about your markdown file បើសិនជា query define as st.chart input វាមិនមែន none មានន័យថា user បាន type ចឹងយើងអាចប្រើ st.chart message សម្រាប់ user យើងធ្វើអីគេយើងអាចទៅ say query ទៅមកចឹងបើយើង run code យើងប៉ុណ្ណេះពេលយើង upload ចប់វានឹង load កន្លែងដែលអាចឲ្យ user វាយ chat ចូលបានតោះចឹងយើងអាចសាក run មើលបិទខ្ញុំបិទ Streamlib Ads ហើយខ្ញុំបើកឡើងវិញតទៅខ្ញុំ upload បានវា process បាននេះ load កន្លែងហើយយើង chat បានចឹងសម្រាប់ chat ឧទាហរណ៍ថាសួរ hello ទៅបាទពេលយើងវាយ hello វា load hello មកឲ្យយើងចឹងយើងធ្វើអីទៀតចឹងអានេះសម្រាប់ user គឺយើងwrite query នឹងមកចឹងសម្រាប់ assistant សម្រាប់ឲ្យ LLM ឆ្លើយចឹងដំបូងយើងយក query មកយើងទៅ say query នៅក្នុងហ្នឹងហើយបន្តមកទៀតយើង invoke LLM ចឹងដើម្បី invoke LLM យើងប្រើ code ចាស់របស់យើងកន្លែងនេះបានហើយយើងត្រូវការដូរឈ្មោះមកជំនាញដូចជាឡើយនេះមិនមែន Request Store ទេគឺ st.session state.retriever prompt យើងមានហើយយើងត្រូវការទៀត answer ស្មើ st.session state.llm ហើយយើងដាក់ prompt ចូលអូខេចឹងយើងបានប៉ុណ្ណឹងយើងធ្វើអីទៀតយើងឆ្លើយទៅ user សម្រាប់ការឆ្លើយយើងប្រើ st.write ចឹងយើងប្រើ st.write ហើយយើងដាក់ចម្លើយទៅចឹងដូចពីមុនចឹងយើងដូចវីដេអូ rec មុនគឺខ្ញុំដាក់ថា answer ពី2ចឹងខ្ញុំដាក់ answer ចូលបក clear ចុះបន្ទាត់ source ចុច2ខ្ញុំដាក់ source list ចូលចឹងគិតថាប៉ុណ្ណេះត្រឹមត្រូវហើយខ្ញុំបិទapp ឲ្យខ្ញុំ run ឡើងវិញចឹងយើងបាន application យើង upload file យើងចូលមកយើងវា process តិចចឹងអាចសួរបានណាhow does Alice make math happen បាទអញ្ចឹងនេះគឺដូចយើងចង់បានហើយឥឡូវបើយើងសាកសួរបន្ថែមare there people at the party កន្លែងនេះវាលុបឆាតចាស់យើងចោលកន្លែងនេះណាអញ្ចឹងដើម្បីយើងរក្សាវាដើម្បីយើងបាន track history នៅក្នុង chat របស់យើងអាចrecord
សាររបស់យើងអញ្ចឹងយើងប្រើ session state ម្ដងទៀតអញ្ចឹងនៅកន្លែង session state ខ្ញុំនឹងបង្កើតattribute មួយទៀតគឺ messages អញ្ចឹងបើ messages អត់នៅក្នុងនោះទេយើងបង្កើត messages ហើយបន្តមកទៀតយើងដាក់កន្លែងនេះយើងដាក់ថា empty list ជាងកន្លែងនេះបើយើងពេលដែលមាន file ថ្មីមកយើងបំភ្លេចសារចាស់ចោលអញ្ចឹងកន្លែងខ្ញុំត្រូវដាក់ថា messages empty list អូខេបន្តមកទៀតបើសិនជា user ខ្ញុំត្រូវការចងចាំសារហ្នឹងខ្ញុំដាក់ថា session state pro user content to query ហើយបន្តមកទៀតខ្ញុំចាំចម្លើយរបស់ LLM ហ្នឹងចាំពីនេះខ្ញុំត្រូវការ save session state បែបនេះហើយទីនេះគឺ system content answer សម្រាប់ការ save នេះពេលយើង save សារហ្នឹងហើយយើងបើយើងចង់បង្ហាញវាយើងតតែប្រើ with st.chat_message ដើម្បី display អា chat ចាស់ៗហ្នឹងអញ្ចឹងខ្ញុំនឹងបង្កើត function មួយទៀតសម្រាប់ display chat ចាស់ៗហ្នឹងខ្ញុំឲ្យឈ្មោះ function ហ្នឹងថា display messages អញ្ចឹងfunction ហ្នឹងគឺអីគឺ iterate raw message ទាំងអស់ដែលមាននៅក្នុង session state បន្តមកទៀតប្រើ st.chat_message and st.write ក្នុងនេះគឺយើងដាក់ row យើងដាក់ content ហើយចុងក្រោយគឺយើងហៅ function ហ្នឹងមកប្រើ display អូខេអញ្ចឹងខ្ញុំបិទ Streamlit application ខ្ញុំរ៉ានឡើងវិញខ្ញុំ upload បាទ upload ហើយខ្ញុំអាចសួរ how does Alice look like header ខុសមួយខុសត្រង់កន្លែងក្នុងនេះគឺអានេះ line ទី1ចូលជាងទៅស្វែងរកនៅ sync of messages ខ្ញុំ click messages អូខេម្ដងទៀតយើងបានត្រឹមត្រូវហើយបន្តមកទៀតយើងសាកបន្ថែមសំណួរ are there other people at party អូខេហើយយើងបន្ថែមសំណួរទៀតទៅ does Alice fall in love with someone ចេះសួរណាsome context. Okay, how does Alice feel for .moose? Okay,
ចឹង web application នេះបានដំណងហើយកន្លែងនេះខ្ញុំគាត់ចង់បន្ថែម aesthetic បន្តិចគឺបន្ថែមការបង្ហាញវាដោយសារតែពេលយើង upload ទៅយើង load ឃើញវា load fade in fade out message ខ្ញុំចង់ដាក់ឲ្យទៅដល់ខ្ញុំប្រើ spinner បាន spinner ហើយ processing យ៉ាងនេះយើងកាន់ដាក់ទៅនេះទៅយើងប្រើ spinner ហើយពេល process ចប់ process ចប់ load សារអូខេអញ្ចឹងយើងសាកបិទឲ្យបើកបាទអញ្ចឹងវា load spinner នេះសម្រាប់ aesthetic ហើយយើងអាចឥឡូវយើងឆាតបានសួរថាមកទៅ how many does Alice have relative បាទនេះតើតមកវិញស្អីចឹងយើងអាចសួរបន្តទៀតកន្លែងនេះយើងអាចសួរដេញចឹង Alice has relative ចឹងមាន contact ហ្នឹងថា children SMA picture little sister យើងអាចសួរដេញតអញ្ចឹងណាwhat is Alice angry ចេះតែសួរអូខេអញ្ចឹងweb application នេះបានហើយក្នុង web application នេះគឺយើងអត់ប្រើប្រាស់ server អីទេគឺយើង run LLM នៅលើ local machine របស់យើង web application Streamlit មួយនេះក៏យើង run នៅលើ local machine របស់យើងដែរអញ្ចឹងខ្ញុំគិតថាវីដេអូហ្នឹងខ្ញុំមានប៉ុណ្ណឹងអញ្ចឹងក្នុងវីដេអូនេះខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាអំពីការសរសេរ code ដើម្បីអភិវឌ្ឍ Streamlit application សម្រាប់ឲ្យអ្នកប្រើប្រាស់ upload markdown file ហើយធ្វើការឆាតជាមួយនឹង LLM ទាក់ទងជាមួយនឹង markdown file អញ្ចឹងអរគុណទាំងអស់គ្នាសម្រាប់ការតាមដាន